តែតើរឿងបកតរៀននេះខ្ញុំរៀងក្រោយគេតិចព្រោះមានបងប្អូនខ្លះគាត់ខមមិនឲ្យខ្ញុំ react រឿងហ្នឹងខ្ញុំនឹងគ្មានអីថ្មីទេសម្រាប់ខ្ញុំគាត់ថាពេលភ្លាមហ្នឹងមិនបានមកចេញ react ភ្លាមវាអត់ថ្មីទេវាតែអញ្ចឹងវាច្រើនមន្ត្រីយើងស្អីការងារចេញមកហើយជួនកាលរឿងហ្នឹងវាមិនទៅដល់ថ្នាក់អីថាអីអួតថាវាជារបបកំហើញអីថ្មីទេប៉ុន្តែអាអ្នកចុះបងអ្នកដែលគាត់ទៅសេឬមួយក៏អ្នកដែលផ្សាយព័ត៌មាននាំពីអីហ្នឹងគាត់លើកបន្ថែមគាត់បរិះបន្ថែមណាហើយដល់ពេលអញ្ចឹងទៅមួយ lock អីណាថាអាចចេញមកអួតទៀតអាគេអីណាគេប្រើឡើងចិត្តបាក់ទៅវិញហើយគេអាដែកឧបករណ៍នឹងនៅថៃនៅវៀតណាមអីគេប្រើឡើងចិត្តឆេះអស់ហើយមកអួតអីណាថារបបកំហើញថ្មីឯណាហើយរបបកំហើញមកហាយប៉ះតរៀនអត់ទុំទៀតហើយមិនហើយឡើងប្រឹងឡើងចង់ like ប្រេះធ្នេខោនោះដល់បាក់មុខទៅពូគាត់អាដាមហ្នឹងណាគេយកមកត្រូយកមកអីពេញហ្នឹងទៅរឿងទៅរឿងវាដូចតែនេះណាទៅណាបាត់អីដូចនេះអញ្ចឹងខ្ញុំឃើញទេនៅលើ Facebook លើអីបងប្អូនគាត់ផុសលើ Facebook មកលើ TikTok អីមិនទេដូច Facebook ហ្នឹងឯងអានេះអន្ទាក់ដាក់ចាប់ណាចាប់ដាក់ធុងអីចឹងទៅហើយគាត់ផុសមកគាត់ខឹងអីចឹងហើយដាក់ caption ថាអ្នកដាក់អន្ទាក់ចាប់ហ្នឹងសិតអ្នកបំផ្លាញអីចឹងតែខ្ញុំឃើញខ្ញុំអារឿងចាប់ខ្ញុំដូចលើកមុនខ្ញុំលើកមិននិយាយម្ដងឯងខ្ញុំមិនសូវបន្ទោសអ្នកចាប់ហ្នឹងប្រហែលទេវាពិបាកណាស់ហើយយើងនៅមុខវាំងមិនសូវលក់ចាប់ភ្លេងចាប់បានប៉ុនហើយសួរចាប់ហ្នឹងបានមកពីណាចាប់នៅមុខវាំងចាប់ក្នុងធុងដែរបងប្អូនគាត់លក់ទាំងធុងនោះចាប់ហោះចូលធុងមែនគឺគាត់មកចាប់ហ្នឹងឯងគាត់ដាក់អន្ទាក់ចាប់ហ្នឹងឯងហើយដើម្បីអីដើម្បីយកទៅលក់ហើយអ្នកណាអ្នកទិញសិតតែអ្នកចង់ធ្វើបុណ្យណាវាអញ្ចឹងវាអត់មានអីពិបាកយល់ខ្ញុំអត់ខឹងអ្នកចាប់ទេបើនិយាយដល់ទៅបើចង់ប្រឈប់កុំឲ្យគាត់មកដាក់អន្ទាក់ចាប់ធ្វើបាបសត្វធ្វើបាបអីអញ្ចឹងឃើញអាណិតចាប់អីយើងឈប់ទិញចាប់ប្រឡែងនៅមុខវាំងណាហើយអាហ្នឹងវាជាប្រពៃណីយើងឬមួយក៏មិនវាផាតនៃពុទ្ធសាសនាយើងហើយមិនខ្ញុំត្រង់ហ្នឹងខ្ញុំហ៊ាននិយាយថាខ្ញុំអត់ clear ទេខ្ញុំអត់ច្បាស់ទេអាចតែនិយាយទៅអាចជ្រុលលឹះលុបតែសម្រាប់ខ្ញុំរឿងចាប់ហ្នឹងតាំងដូចជាមានគេនិយាយពីមុនម្ដងហើយខ្ញុំការធ្វើ content បងខ្ញុំលើកមកដែរខ្ញុំថាព្រោះខ្ញុំអត់គ្រប់គ្រងទេរឿងអីគេទិញចាប់ប្រឡែងបានប៉ុនអីហ្នឹងទិញហ្នឹងដូចធ្វើបាបវិញមិនធ្វើប៉ុនទេណាព្រោះបើយើងឈប់ទិញចាប់អ្នកលក់ក៏គាត់ឈប់ចាប់ឈប់ដាក់អន្ទាក់ដាក់អីចាប់ទេទៅដើម្បីយកមកលក់ឲ្យយើងអីប្រឡែងណាបើថាចាប់នឹងហោះចូលធុងខ្លួនឯងឃើញពិបាកអីត្រូវអីវាហោះទៅជាប់មេឃឈើជាប់អីយើងទៅជួយប្រឡែងអីអាធម្មជាតិណាអាហ្នឹងខ្ញុំថាបានបនច្រើនតែទៅទិញចាប់ពីក្នុងធុងដែលគេលក់ហើយយកមកប្រឡែងខ្ញុំថាអត់បានបនទេទៅដូចមានអារម្មណ៍ថាដូចបានបាបទៅវិញណាព្រោះដល់ពេលយើងជួយទិញអ្នកលក់គាត់មកចាប់ទៀតអញ្ចឹងចាប់ទៅអត់មានចំទេទៅណានៅបើនិយាយទៅអូវាវល់ពួកពេញហ្នឹងដូចយើងអ្នកហូបសាច់អ្នកអីអ្នកហូបបួសអញ្ចឹងវាចង់វាទៅមកក្លាក់ទៀតអីចឹងណាអញ្ចឹងអានេះមករឿងទៀតចាប់អារម្មណ៍រឿងអីចាប់អីហ្នឹងដែរចង់ឃើញរូបភាពហ្នឹងឈប់ទិញចាប់ប្រឡែងទៅអញ្ចឹងលែងមានអ្នកចាប់យកទៅលក់ហើយយើងចង់ធ្វើបន់តែធៀបពិតទៅដូចធ្វើបាបទៅគ្មានធ្វើបន់ទេណាហ្នឹងតើតើចាប់មានប៉ុណ្ណឹងអញ្ចឹងអ្នកគ្នាមានមតិយោបល់ចឹងដែរខមមិនអ្នកបានមកលើសលប់ថងណាអធិស្ឋានបាទអរគុណ